បាទសូមអនុញ្ញាតក្រូចមេសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលតាមដានទស្សនានៃការឲ្យតម្រូវឆ្នាំខ្មែរប្រចាំថ្ងៃសូមស្វាគមន៍ពុកម៉ែបងប្អូនសាជាថ្មីមកកាន់ Channel ឆ្នោតដឹងហែម2ទៀតហើយបាទជាថ្ងៃនេះផងដែរត្រូវនៅថ្ងៃទី13បាទខែ8ឆ្នាំ2026ហើយadmin ក៏មានជាមួយតម្រូវលេខល្អៗសម្រាប់មកចែកជូនពុកម៉ែបងប្អូនយើងផងដែរបាទចឹងមុននឹងឈានទៅដល់ការចែកជូននៅតម្រូវថ្ងៃថ្មីបាទយើងមើលជាមួយតម្រូវការពីម្សិលមិញបន្តិចសិនពុកម៉ែបងប្អូនយើងបាទចឹងសម្រាប់ការពីម្សិលមិញចំពោះខ្ទង់អូយើងមានកែវគត់និង20គត់បាទសម្រាប់លេខតូចយើងមាន24 79 61និង91ចំពោះលេខធំយើងមាន407និង289បាទហើយសារៈតម្រុយរបស់មានការពីម្សិលមិញផងដែរបាទចំពោះខ្ទង់អូគឺថាយើងបានចូលទាំងពីរខ្ទង់តែម្ដងបងប្អូនយើងបាទទាំងខ្ទង់9ទាំងខ្ទង់20បាទសម្រាប់លេខតូចគឺយើងបានចូលតែ61មកគ្រាប់ទេបងប្អូនយើងបាទក្រៅពីហ្នឹងគឺថា C មួយលេខឬមកពីរលេខទេបងប្អូនយើងបាទមានស្ដាយមែនតើបាទចំពោះលេខធំគឺយើងអត់បានចូលទេបងប្អូនយើងបាទគឺថា C មួយលេខដូចគ្នាបងប្អូនយើងបាទចឹងកុំឲ្យពុកម៉ែបងប្អូនយើងរងចាំយូរបាទយើងទៅមើលជាមួយតម្រូវថ្ងៃថ្មីទាំងអស់គ្នាបាទចឹងadminសុំលុបលេខថ្ងៃចាស់ចោលសិនបាទដើម្បីដាក់ចែកជូននៅតម្រូវថ្ងៃថ្មីតែម្ដងបាទសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងតាមដានទស្សនាបាទadminក៏សូមចិត្តបាទកុំភ្លេចជួយចុចឲ្យមេដៃនិងចុចជាវនៅលើ Channel របស់admin ម្នាក់មួយផងបាទសម្រាប់ពុកម៉ែបងប្អូនយើងដែលបានចុចជាវរួចហើយបាទកុំភ្លេចបើកនៅសញ្ញាកណ្ដឹងផងពុកម៉ែបងប្អូនយើងបាទដើម្បីងាយស្រួលតាមដាននៅ Channel របស់admin បាទហើយសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងទស្សនានៅលើ Page បាទកុំភ្លេចជួយចុច Share ក៏ដូចជាចុច Follow admin ម្នាក់មួយផងបងប្អូនយើងបាទadminសូមអរគុណទុកជាមុនផងដែរបាទចឹងសម្រាប់លេខតូចនៅថ្ងៃថ្មីនេះផងដែរបាទadminឲ្យលេងនៅលេខ28បាទសម្រាប់គ្រាប់ទី2គឺ37បាទសម្រាប់គ្រាប់ទី3ពុកម៉ែបងប្អូនយើងបាទគឺ51និងមួយគ្រាប់ចុងក្រោយគេបងប្អូនយើងបាទគឺ84បាទហើយសម្រាប់លេខធំបាទadminឲ្យលេងនៅលេខ206បាទនិងមួយគ្រាប់ទៀតគឺ168បាទចំពោះខ្ទង់អូសបាទadminឲ្យលេងអូសនៅខ្ទង់8បាទនិងមួយគ្រាប់ទៀតadminឲ្យលេងអូសនៅខ្ទង់50បាទចឹងសម្រាប់ពុកម៉ែបងប្អូនយើងដែលបានយកតម្រុយរបស់មានយុទ្ធសាស្ត្រសំណាងបាទadminបញ្ជាក់ហើយបញ្ជាក់ទៀតកុំភ្លេចគុណត្រឡប់ទៅមើលកន្លងម្លេចចុះម្លេចផងពុកម៉ែបងប្អូនយើងទាំងគ្នាបាទដើម្បីបានចូលទាំងអស់គ្នាតែម្ដងសម្រាប់លេខតូចពុកម៉ែបងប្អូនយើងឡើងម្លេចចុះម្លេចឬមួយក៏គុណត្រឡប់ទៅពុកម៉ែបងប្អូនយើងបាទហើយសម្រាប់លេខធំពុកម៉ែបងប្អូនយើងគួរតែលេងគុណមកបណ្ដៃយើងលេងត្រង់ល្អតែម្ដងគឺមិនងាយបានចូលទេពុកម៉ែបងប្អូនយើងបាទសម្រាប់ខ្ទង់អូពុកម៉ែបងប្អូនយើងឆ្លាញ់ពេញចិត្តនៅតម្រុយលេខមួយណាបាទអាចយកលេខខ្ទង់នឹងមកទៅផ្សំសំណាងបានបាទចឹងការអធិប្បាយនៃការឲ្យតម្រុយរបស់មីនថ្ងៃនេះក៏បានឈានមកដល់ទីបញ្ចប់បាទហើយមីនក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនយើងទាំងគ្នាបាទដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនានៃការឲ្យតម្រុយរបស់មីនបាទមីនក៏សូមជូនពរហេងសំណាងល្អគ្រប់គ្នាតែម្ដងចឹងជួបគ្នាជាមួយមីនម្ដងទៀតនៅថ្ងៃស្អែកតាមពេលវេលាណាត់ដដែលបាទមីនសូមអរគុណនិងសូមគោរពលា